រៀបសួរបងប្អូនអ្នកគ្នាចាថ្ងៃនេះខ្ញុំធ្វើទឹកល្ពៅជូនប៉ាអញ្ចឹងជាមួយចាំគាត់ពិសាជាមួយគាត់ថាឆ្ងាញ់អត់ចាឥឡូវខ្ញុំចាក់ទឹកជូនប៉ាហើយទឹកល្ពៅជាមួយជូនគាត់ហើយជូនគាត់ពិសាតែគាត់ថាឆ្ងាញ់អត់ចាសាទឹកល្ពៅឆ្ងាញ់ណាស់ចាឆ្ងាញ់ណាស់ចាពេលគាត់ប្រសាហើយគាត់ប្រាប់ថាគាត់ឆ្ងាញ់ណាស់ឆ្ងាញ់គាត់ថាឆ្ងាញ់ជាងនេះថាថ្ងៃក្រោយធ្វើឲ្យគាត់ទៀតអញ្ចឹងណាចាបងប្អូនណាចង់ប្រសាអញ្ជើញមកប្រសាបានខ្ញុំធ្វើជូនទាំងអស់គ្នាចាអរគុណច្រើន